cho chất là riêng tăng bị khmênh máu ở hốt đó à dụ đọc bay cho nám bong phò nhóm lọt búa nỉ quạt màu đá còn búa nơi quạt phải sấy nỉ bong nhóm bong cả nhóm lại thưa nhóm mình ngày nay quạt mua rân sầm náng cái nó quạt búa bong con ngọc này quạt búa nơi quạt về là quạt phải sấy nơi của bố hai đấy ban chỉ tự bùa một hai đây xa tay ba mẹ ba cỏ than trắng có trời mà dạng cỏ kháng bởi vậy bị te mai pa bị muốn đôi bom ôn lọp bàn khơi nơi tam video để ôn sụt gật thọt cứ tập bố sang cái sấy trên trang sang cái sấy nó riệp sấyแต่ซอយើងទឹកซอដើមទឹកដោះខ្លះដើមពេញខ្យល់ខ្លះហើយតូចដូចជា4ម៉ែត្រទៅ6ម៉ែត្រទេទៅតឹងបដោយកម្ពស់ហ្នឹងអត់ដឹងដែរឆ្នាំ1999ហ្នឹងអាយុគឺ19ឆ្នាំហើយបើនិយាយពីមុខរបរគឺជាកសិករកូនកសិកររដូវចិត្តចូលឆ្នាំមកដល់ចូលឆ្នាំក៏ចិត្តកន្លងទៅហើយមកពីស្រោចដំណាំតយប់ហើយក៏មកផ្ទះវិញបាយហើយបងអង្គុយលើប៉ាអ៊ីធំមួយនៅក្រោយផ្ទះឃើញពីច័ន្ទរះអង្គុយមើលច័ន្ទតែឯងហើយក៏នឹកឃើញថាផងជួយធ្វើការម៉ែឪតែអត់បានផលហើយសំបីតែស្បែកជើងមកគូក៏នឹកថាចង់ទៅបួសរៀនទៀតរៀនបានថ្នាក់ទី9ឈប់រៀនពេលហ្នឹងបងរៀនបានត្រឹមថ្នាក់ទី9បាទបងឈប់រៀនឆ្នាំ97ជួយធ្វើការពេញដៃពេញជើង2ឆ្នាំចេះអាកំណត់ហ្នឹងក៏សុំម៉ែឪហ្នឹងទៅធ្វើកូនសិស្សលោកនៅវត្តអន្លង់តាសេបន្ទាប់ពីចូលឆ្នាំរួចហើយក៏បានបួសហ្នឹងមូលហេតុដែលឲ្យបួសគឺបើសួរថាដោយសារក្រគឺក្រមែនតែបងគិតថាអាចលើសពីក្រហ្នឹងយើងមានភាពភ្ញាក់រលឹកថាផ្លូវដែលដើរហ្នឹងគឺផ្លូវដែលมันអាចរើបំរាស់បានទេគឺយើងខ្វះចំណេះដឹងចំណុចមួយទៀតដែលជួយឲ្យជំរុញភ្នោះនឹងវាកើតក្នុងចិត្តគឺវត្តលងសេងហ្នឹងលោកគ្រូចាតិកាមុនហ្នឹងបានជើញលោកគ្រូអគ្គបណ្ឌិតបុត្រសវងហ្នឹងទៅសម្ដែងធម៌ក្នុងកម្មវិធីវត្តហើយចៃដនម៉ែហើយបងហ្នឹងកាលហ្នឹងយើងដាំខ្ទឹមនៅផ្លូវវត្តព្រះធំហើយឃើញគាត់ជិះឡានមកមានអ្នកហែហមអីខ្លះអញ្ចឹងក៏ងើបឈរលើកដៃសាពះអីខ្លះអញ្ចឹងទៅអាហ្នឹងក៏ជាចំណុចមួយដែរដែលធ្វើឲ្យបងហ្នឹងគឺចង់បួសមួយទៀតធ្លាប់មានមិត្តភ័ក្តិម្នាក់ជាអ្នកបួសឡាសុកលេងគាត់បួសនៅវត្តអឡុងសេងហ្នឹងការបួសហ្នឹងក៏ធ្លាប់ទៅលេងលោកមួយទៀតក៏បានឃើញកូនអ្នកភូមិហ្នឹងបួសនៅវត្តស្រីអ៊ុំប្រសិទ្ធឈ្មោះង៉ែតមានទិញអីទៅប្រគេលោកហើយបួសហើយរៀងសង្រួមតែចូលចិត្តមួយទៀតធ្លាប់វត្តហ្នឹងដីទៀបតាគាត់ចាក់មីក្រូពេលប្រឡប់ហ្នឹងប្រកាសឲ្យអ្នកភូមិហ្នឹងជួយជូនខ្សាច់ពីស្ទឹងហ្នឹងឡើងមកចាក់បំពេញទីធ្លាវត្តហ្នឹងក៏ជាហេតុសំភគុំធ្វើឲ្យបងបួសជាសាមណេរនៅវត្តព្រែងអំបិលហើយមកឆាន់មកអីថ្ងៃត្រង់នៅវត្តអន្លង់តាសេកស្នាក់នៅវត្តអន្លង់តាសេកហ្នឹងបាទ